So hi and hello ជំរាបសួរអ្នកនរគ្នាចំពោះថ្ងៃនេះយើងនឹងមកស្គាល់តារារ៉េបម្នាក់ដែលមានឈ្មោះថា Post Malone Post Malone, the one and only Austin Post. ដែលមានបទចម្រៀងល្បីៗជាច្រើនមានបទលេខ1លើតារាង Billboard Hot 100ជាច្រើនហើយមានអ្នកស្ដាប់ប្រចាំខែជាង100លាននាក់នៅលើ Spotify ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយជាពិសេសនោះគឺបទ Sunflower គឺជាបទដែលមានការស្ដាប់និងលក់ខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃសម័យទំនើបគាត់មានឈ្មោះថា Post Malone ចំពោះឈ្មោះមួយនេះដែរគឺគាត់បង្កើតឡើងតាមរយៈឈ្មោះនៅក្នុងអ៊ីនធឺណិតដោយគាត់ឆ្លាញ់នៃការ rapper គាត់បានចូលទៅក្នុងកម្មវិធីអ៊ីនធឺណិតនិងបង្កើតពាក្យលេងដែលមានឈ្មោះថា Post Malone ខ្ញុំជឿថាអ្នកទាំងអស់គ្នាគាត់ជាប្រហែលជាធ្លាប់បង្កើតឈ្មោះលេងតាមរយៈ app នៅក្នុងអ៊ីនធឺណិតមួយចំនួនខ្ញុំក៏សម្រាប់ខ្ញុំផ្ទាល់ក៏ធ្លាប់បង្កើតលេងដែរចំពោះព័ត៌មានទូទៅរបស់ Post Malone ដែលមានឈ្មោះពិតថា Austin Richard Post ឈ្មោះក្នុងសិល្បករដែល Post Malone បានអបពាក្យដែលបង្កើតពាក្យលេងនៅក្នុងប្រព័ន្ធអ៊ីនធឺណិតដែលគាត់កើតនៅថ្ងៃទី4ខែកក្កដាឆ្នាំ1995ចំពោះទីកន្លែងកំណើតរបស់គាត់នោះគឺនៅរដ្ឋ New York សហរដ្ឋអាមេរិកដែលមានសញ្ជាតិអាមេរិកហើយអាជីពរបស់គាត់ផ្ដោតសំខាន់ទៅលើតារាចម្រៀង rapper ជាអ្នកនិពន្ធបទចម្រៀងនិងផលិតតន្ត្រីនិងតារាសម្ដែងផងដែរចំពោះកុមារភាពនិងជីវិតដំបូងរបស់ Post Malone គាត់កើតនៅក្នុងគ្រួសារមជ្ឈមដែលឪពុករបស់គាត់ធ្លាប់ជា DJ ហើយក៏បានណែនាំឲ្យគាត់ស្គាល់ទៅលើតន្ត្រីមួយចំនួនដូចជា Hip Hop, Rock, Country និង Pop នៅអាយុ9ឆ្នាំគ្រួសាររបស់គាត់បានផ្លាស់ប្ដូរទៅរស់នៅ Graperovine រដ្ឋ Texas នៅទីនោះគាត់បានចាប់ផ្ដើមរៀនលេងហ្គីតាហើយតន្ត្រីក្លាយជាចំណង់ចិត្តដ៏ធំបំផុតរបស់គាត់ Hero. There's a lot of people that are like, why play Guitar Hero when you could play real guitar? As long as you develop a love for music, I feel like it's the same. គាត់ក៏ទទួលស្គាល់ថា game Guitar Hero បានជំរុញឲ្យគាត់ចង់រៀនលេងហ្គីតាខ្លាំងមែនទែនដោយសារតែគាត់ចូលចិត្តលេង game ដោយសារធម្មតាក្មេងៗគឺចូលចិត្តលេង game ផ្សេងៗដោយគាត់ស្រឡាញ់ហ្គីតាស្រាប់ game Guitar Hero គឺជា game មួយដែលគាត់ពេញចិត្តខ្លាំងមែនទែនហើយបានហ្វឹកហាត់ការស្ទាត់ជំនាញរបស់គាត់ចំពោះការចាប់ផ្ដើមអាជីពរបស់គាត់នៅឆ្នាំ2006ដល់ឆ្នាំ2010គាត់លេងក្នុងក្រុមតន្ត្រី rock នៅសាលាគាត់បានចាប់ផ្ដើមសរសេរបទចម្រៀងនិងផលិត beat ផ្ទាល់ខ្លួនសម្រាប់ការប្រគំតន្ត្រីនៅក្នុងសាលារបស់គាត់បន្ទាប់មកនៅក្នុងឆ្នាំ2011គាត់ចាប់ផ្ដើមថតបទចម្រៀងដំបូងថតលេងនៅក្នុងសាលាផុសតាម social media ផ្សេងៗដោយប្រើឈ្មោះសិល្បៈថា Post Malone ចាប់ពីពេលនោះមកជាក់ស្ដែងនៅក្នុងអំឡុងពេលនោះគឺគាត់បានបង្ហោះទៅលើ mixtape ជាដំបូងនៅសាកលវិទ្យាល័យតាមរយៈការ mix ភ្លេងមួយចំនួនដែលផុសទៅលើ social media ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ fan នៅក្នុងឆ្នាំ2012គាត់បានបញ្ចប់វិទ្យាល័យហើយឈានចូលមហាវិទ្យាល័យរយៈពេលខ្លីមុនសម្រាប់ចិត្តឈប់រៀននៅក្នុងឆ្នាំ2013 Post Malone បានដើរតាមក្តីសម័យនិងបានឈប់ពីការសិក្សាផ្លាស់ប្ដូរទៅ Los Angeles ដើម្បីដេញតាមក្តីសម័យក្នុងវិស័យតន្ត្រីចាប់ផ្ដើមសហការជាមួយផលិតករជាច្រើនអ្នករហូតដល់ឆ្នាំ2014 Post Malone មានអាយុ16ឆ្នាំ Post Malone តែងតែបង្កើតសកម្មភាពដដែលៗដូចជាផលិតបទចម្រៀង mixtape ដំបូងផុសក្នុង social media ហើយក៏បានបង្កើតបទចម្រៀងជាច្រើននិងស្វែងរកឱកាសក្នុងការចូលឧស្សាហកម្មតន្ត្រីធំៗមិនយូរប៉ុន្មាននៅក្នុងឆ្នាំ2015 Post Malone គាត់បានរកចំណុចខ្លាំងរបស់ខ្លួន Post Malone មិនត្រឹមតែអាច rap ប៉ុណ្ណោះទេគាត់អាចបញ្ចូលគ្នាជាចង្វាក់ប្រភេទ Hip Hop, Pop, Rock, Country, R&B, Trap ជាដើមនេះគឺជាមូលហេតុដែលគាត់នៅពេលនោះហើយក្នុងឆ្នាំ2015គាត់បានចេញបទ White Iverson ដែលល្បីខ្លាំងតាមរយៈ SoundCloud និង YouTube បទនេះធ្វើឲ្យគាត់ទទួលបានកិច្ចសន្យាជាមួយនឹង Republic Records និងបានក្លាយជាតារាល្បីក្នុងរយៈពេលខ្លីដោយចាប់ផ្ដើមធ្វើ tour ជាមួយនឹងតារាល្បីៗមួយចំនួន
ភាពល្បីល្បាញរបស់គាត់ធ្វើឲ្យគាត់មានកម្លាំងចិត្តកាន់តែខ្លាំងនៅក្នុងឆ្នាំ2016គាត់បានចាប់ផ្ដើមធ្វើអាល់ប៊ុមទាំងអស់ដែលទី1គាត់បានចេញអាល់ប៊ុមដំបូងដែលមានឈ្មោះថា Stony អាល់ប៊ុមនេះគឺជួយឲ្យគាត់ក្លាយជាតារាល្បីទូទាំងពិភពលោកដែលមានបទដូចជា Congratulation feat ជាមួយនឹង Kao ហើយក្លាយជាបទល្បីទូទាំងពិភពលោកហើយក៏ក្លាយជាតារា rap pop ចំនួនថ្មីដែលគេចាប់អារម្មណ៍ខ្លាំងដោយសារតែចង្វាក់នៃការ rap ការច្រៀងរបស់គាត់គឺមានបែបបទច្រើនបែបជាតារា rap ប៉ុន្តែសលេងបែបស្រទន់មិនកាចរហូតឈានដល់ឆ្នាំ2017គាត់បានចេញបទ Rockstar គឺជាបទមួយដ៏ល្បីខ្លាំងមែនទែនដែល feat ជាមួយនឹង21 Savage បទនេះបានក្លាយជាជាប់ចំណាត់ថ្នាក់លេខ1នៅតារាង Billboard Hot 100ហើយក៏បានចាប់ផ្ដើមទទួលបានពាន Billboard Music Award ជាច្រើនទៀតរហូតដល់ឆ្នាំ2018គាត់បានបន្តចេញអាល់ប៊ុមបន្តរហូតដូចជាអាល់ប៊ុម Be Bong and Bentley បទល្បីៗមានដូចជា Rockstar, Bicycle, Better Now គឺជាបទមួយដែលទទួលបានប្រជាប្រិយខ្លាំងមែនទែននៅក្នុង streaming នៃ Spotify និង Music Apple Music Post Malone ចាប់ផ្ដើមមានសក្តានុពលខ្លាំងមែនទែននៅក្នុងវិស័យ rap នៃសហរដ្ឋអាមេរិករហូតដល់ឆ្នាំ2020ចាប់ផ្ដើមបន្តធ្វើ World Tour ទទួលបានការតែងតាំងជា Grammy Award ជាច្រើនដែលក្លាយជាសិល្បករដែលមានអ្នកស្ដាប់ច្រើនបំផុតនៅលើ Spotify Shit literally comes to me because I write all my songs on the can ហើយក៏នៅក្នុងឆ្នាំ2021ដែរសហការជាមួយសិល្បករជាច្រើនដើម្បីផ្ដោតទៅលើការផលិតបទថ្មីនិងការប្រគំតន្ត្រីនៅឆ្នាំបន្តគាត់បានព្យាយាមផលិតអាល់ប៊ុមជាច្រើនហើយនឹងចេញបទចម្រៀងថ្មីជាច្រើនដែលសរុបជាអាល់ប៊ុមនោះគឺមានចំនួន6អាល់ប៊ុមហើយបើនិយាយភាពជោគជ័យដែលគាត់បានបញ្ចេញទៅហ្នឹងគឺទទួលបានការជោគជ័យខ្លាំងមែនទែនទាំង view ទាំងរកប្រាក់កម្រៃពីការធ្វើ tour ផ្សេងហើយគាត់បានទទួលបានពានរង្វាន់ award ជាច្រើនមែនទែនដោយភាពល្បីល្បាញរបស់ Post Malone នោះគឺផ្ដោតសំខាន់ទៅលើគាត់ជាតារា rap មួយរូបប៉ុន្តែគាត់បានលាយបញ្ចូលគ្នារវាង hip hop pop rock country R&B ឬក៏ trap ជាដើមនេះគឺជាមូលហេតុដែលគាត់មានអ្នកគាំទ្រច្រើនចំនួននិងច្រើនប្រភេទនៃតន្ត្រីរបស់គាត់មិនថាក្មេងឬក៏ចាស់នៅពេលដែលស្ដាប់បទគាត់ទៅគឺមានជាចង្វាក់បែបប្លែកអាចស្ដាប់បានគ្រប់វ័យហើយគាត់ក៏ជាតារាមួយរូបបើនិយាយពីរឿងអាស្រ័យរបស់គាត់ Post Malone គឺជាតារា rap មួយរូបនៅសហរដ្ឋអាមេរិកដែលមានអត្តចរិតល្អមិនមានរឿងអាស្រ័យដូចជាតារា rap មួយចំនួនមនុស្សមួយចំនួនគាត់ក៏មានរិះគន់ទៅលើគាត់ដែរដោយសារតែគាត់កើតចេញពីគេហៅថា DNA នៃ hip hop ប៉ុន្តែក្រោយមកគាត់បានប្រែក្លាយ style ទៅជាជាងបែបប្រភេទ pop ហើយនិង country វិញ Post Malone បានបដិសេធថាគាត់ជាសិល្បករប្រភេទហ្នឹងមែនប៉ុន្តែគាត់ស្រឡាញ់បែបម៉េចគាត់ច្រៀងបែបហ្នឹងបើនិយាយងាយយកទៅទី1អ្នកដែលស្គាល់ Post Malone ដំបូងគឺដោយសារតែច្រៀង rap ច្រៀងអីជាដើមនៅពេលដែលគាត់ល្បីបានមួយរយៈខ្លាំងហើយគាត់ដូរពីប្រភេទ rap គាត់ទៅជាច្រៀងបែប pop បែប country អីធម្មតាទៅពេលហ្នឹងទៅគឺមានការរិះគន់មួយចំនួននៅក្នុង social media តាមរយៈ fan របស់គាត់ចំណុចដែលគួរចាប់អារម្មណ៍នោះគឺទៅលើស្នាមសាក់នៅលើមុខស្នាមសាក់ជាច្រើនលើមុខរបស់ Post Malone ធ្វើឲ្យគេមានការរិះគន់ប៉ុន្តែគាត់បាននិយាយថាវាគឺជានិមិត្តសញ្ញាមួយរបស់គាត់នៅពេលដែលអ្នកនរគ្នាបានឃើញស្នាមសាក់នៅលើមុខរបស់គាត់គឺអ្នកនោះគឺនឹកឃើញតែដល់ Rap about stuff that I wanted. You're not being braggadocious, but you're still cool because you know it all. យើងក៏លេចទៅមើលជីវិតស្នានិងគ្រួសាររបស់ Post Malone ខ្សែជីវិតរបស់គាត់គឺពោរពេញទៅដោយឯកជនភាពធ្លាប់មានតំណែងជាមួយនឹង Atlantis ឆ្នាំ2022គាត់បានបញ្ជាក់ថាគាត់បានភ្ជាប់ពាក្យហើយគាត់ក៏មានកូនស្រីម្នាក់ប៉ុន្តែមិនសូវជាបង្ហាញព័ត៌មានអំពីគ្រួសារជាសាធារណៈទេដោយសារតែភាគច្រើន Post Malone រក្សាជីវិតឯកជន Auto-tune, like a little Stevie Nicks kind of goatish thing that I do with my throat. Exactly. បើយើងមកប៉ានស្មានពីទ្រព្យសម្បត្តិរបស់ Post Malone ដែលប៉ានស្មានប្រហែលជា$50 លានដែលតារាងព័ត៌មាន Forbes បរិកាថាគាត់ស្ថិតនៅក្នុងចំណោមតន្ត្រីដែលមានចំណូលខ្ពស់ហើយរកប្រហែលជា$62 លានក្នុងបញ្ជីចំណូលប្រចាំឆ្នាំ2025ចំណូលរបស់គាត់គឺភាគច្រើនបានមកពីការលក់អាល់ប៊ុមការ streaming ការប្រគំតន្ត្រីឬក៏ផ្សព្វផ្សាយនៅម៉ាកល្បីៗជាច្រើនដែលមានដូចជាអាជីវកម្មស្រា Maison No 9 និងការវិនិយោគផ្សេងៗបើយើងសរុបជាសមិទ្ធផលនៃពានរង្វាន់របស់ Post Malone
ដែលលក់ចម្រៀងនឹងអាល់ប៊ុមរាប់សិបលានច្បាប់ក្នុងទូទាំងពិភពលោកហើយក៏មានបទចម្រៀងជាច្រើនលើតារាង Billboard Hot 100 ហើយក៏បានទទួលពានតារាង Billboard Music Award និង American Music Award ជាច្រើនផងដែរគាត់ត្រូវបានគេតែងតាំងសម្រាប់ Grammy Award ជាច្រើនលើកច្រើនសារចំណុចដែលគួរចាប់អារម្មណ៍នោះគឺឈ្មោះ Post Malone នឹងតែម្ដងគឺគាត់កើតចេញពីតកូល Post បូកជាមួយនឹងឈ្មោះ Malone ដែលគាត់ទទួលបានពីកម្មវិធីបង្កើតឈ្មោះ rap នៅលើអ៊ីនធឺណិតគាត់ចេះលេងហ្គីតានិងមានឥទ្ធិពលពី rock មុនពេលខ្លះជាតា rap គាត់មានស្នាមសាក់ជាច្រើនជាង70កន្លែងលើរាងកាយរបស់គាត់ត្រូវបានគេស្គាល់ថាមានអកប្បកិរិយារួសរាយរាក់ទាក់និងស្រឡាញ់អ្នកគាំទ្រ